សប្តាហ៍ទី30កម្រងមេរៀនសង្ខេបថ្ងៃអង្គារក្រមាំងទី3នៅពេលដែលព្រះត្រៃឯកបានក្លាយជាបទពិសោធន៍និងសេចក្តីអំណររបស់យើងព្រះអង្គមិនគ្រាន់តែជាអ្នកគង់នៅលើបល្ល័ង្កដ៏ធំទូលាយដែលគ្របដណ្ដប់ទូទាំងសកលលោកប៉ុណ្ណោះទេប៉ុន្តែព្រះអង្គក៏គង់នៅក្នុងចិត្តរបស់យើងផងដែរអក្សរកយើងមិនស្គាល់ព្រះត្រៃឯកនៅក្នុងភាពធំទូលាយនៃសកលលោកទេប៉ុន្តែនៅក្នុងដែនផ្ទាល់ខ្លួននៃចិត្តយើងអក្សរខអ្វីដែលគ្រាសញ្ញាថ្មីយកចិត្តទុកដាក់គឺការស្គាល់ព្រះត្រៃឯកដែលបានយាងចុះមកសន្ធិដ្ឋនៅក្នុងខ្លួនយើងជាអ្នកដែលសន្ធិដ្ឋនៅក្នុងវិញ្ញាណរបស់យើងនិងចង់ពង្រីកចូលទៅក្នុងផ្នែកខាងក្នុងនៃចិត្តយើងអក្សរកផ្លូវដែលគ្រាសញ្ញាថ្មីណែនាំឲ្យយើងស្គាល់ព្រះត្រៃឯកគឺជារឿងផ្ទាល់ខ្លួនលំអិតនិងនៅខាងបទពិសោធន៍អក្សរខផ្លូវនេះដើម្បីស្គាល់ព្រះត្រៃឯកតាមរយៈបទពិសោធន៍គឺពិតជាមានតម្លៃខ្លាំងណាស់កម្មាំងទី4គ្រាសញ្ញាថ្មីព្រមទាំងព្រះគម្ពីរទាំងមូលសុទ្ធតែមានសភាពត្រៃឯករបស់ព្រះជាផ្នែករួមនិងជាគ្រោងសាងយ៉ាងពេញលេញអក្សរកគ្រាសញ្ញាថ្មីទាំងមូលមានទំនាក់ទំនងនឹងព្រះត្រៃឯកព្រះត្រៃឯកគឺជាអង្គធាតុសម្រាប់ការស្ថាបនានៃគ្រាសញ្ញាថ្មីអក្សរខព្រះគម្ពីរបានបង្ហាញឲ្យយើងឃើញរូបភាពនៃចលនារបស់សភាពត្រៃឯករបស់ព្រះសម្រាប់ការបំពេញសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់អក្សរកព្រះគម្ពីរត្រូវបានសរសេរឡើងតាមគោលការណ៍នៃការគ្រប់គ្រងរបស់ព្រះត្រៃឯកដែលបាននាំចូលទៅក្នុងប្រជារាស្ត្រដែលទ្រង់បានជ្រើសរើសនិងបានប្រលាស់ដើម្បីឲ្យពួកគេទទួលបានសេចក្តីអំណរគ្រឿងផឹកជ្រោះក្បាលទឹកនៃជីវិតនិងពន្លឺអក្សរខការបើកសម្ដែងអំពីព្រះត្រៃឯកនៅក្នុងព្រះបន្ទូលរបស់ព្រះគឺដើម្បីចែកចាយព្រះនៅក្នុងសភាពត្រៃឯករបស់ព្រះចូលទៅក្នុងប្រជារាស្ត្រដែលទ្រង់បានជ្រើសរើសនិងប្រលាស់ដើម្បីឲ្យពួកគេបត់ពិសោធន៍និងទទួលអំណររហូតដល់ពួកគេអាចក្លាយជាការសម្ដែងចេញក្រុមជនរបស់ទ្រង់រហូតអស់កលជានិច្ចសប្តាហ៍ទី30ថ្ងៃអង្គារការបម្រុងចិញ្ចឹមនៅពេលព្រឹកខព្រះគម្ពីរ1យូហានចំពុ3ខ19ខ20និងខ21គឺយ៉ាងនោះឯងដែលយើងនឹងដឹងថាយើងកើតមកពីសេចក្តីពិតហើយយើងនឹងបានកម្លាចចិត្តនៅចំពោះទ្រង់ផងត្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួននោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀតហើយក៏ជ្រាបគ្រប់ទាំងអស់ផងពួកស្ងួនស្ងៀអើយបើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេនោះយើងមានសេចក្តីក្លាហាននៅចំពោះព្រះពាក្យរបស់យូហាននៅក្នុង1យូហានចំពុ3ខ21គឺជារឿងនៃការស្គាល់ព្រះដោយផ្ទាល់ដែលជាប្រធានវិស័យភាពយ៉ាងខ្លាំងមនុស្សខ្លះអាចនិយាយអំពីព្រះដ៏ខ្លាំងពូកែដែលគ្រប់គ្រងសកលលោកប៉ុន្តែនៅទីនេះយូហាននិយាយអំពីព្រះដែលគង់នៅក្នុងចិត្តរបស់យើងមិនបាននិយាយអំពីព្រះដ៏ខ្លាំងពូកែឬព្រះដ៏អស្ចារ្យនោះទេប៉ុន្តែគាត់បាននិយាយអំពីព្រះដែលគង់នៅក្នុងការអនុវត្តជាក់ស្ដែងព្រះមិនត្រឹមតែគ្មានដែនកំណត់ឥតព្រំដែននិងលើសពីការយល់ដឹងរបស់យើងប៉ុណ្ណោះទេ
ប៉ុន្តែព្រះអង្គក៏តូចគ្រប់គ្រាន់ដើម្បីគង់នៅក្នុងចិត្តរបស់យើងផងដែរនៅពេលព្រះក្លាយជាបទពិសោធន៍របស់យើងព្រះអង្គមិនគ្រាន់តែជាអ្នកគង់នៅលើបល្ល័ង្កដ៏ធំទូលាយដែលគ្របដណ្ដប់ទូទាំងសកលលោកប៉ុណ្ណោះទេប៉ុន្តែព្រះអង្គក៏គង់នៅក្នុងចិត្តរបស់យើងផងដែរបើនិយាយតាមការបង្រៀននៅក្នុងគ្រាសញ្ញាថ្មីយើងចាំបាច់ត្រូវស្គាល់ព្រះនៅក្នុងចិត្តរបស់យើងដែលជាដែនផ្ទាល់ខ្លួនក្នុងការស្គាល់ព្រះយើងត្រូវតែស្គាល់ព្រះអង្គនៅក្នុងចិត្តរបស់យើងដែលជាដែនតូចមិនមែនស្គាល់ព្រះអង្គនៅក្នុងសកលលោកដ៏ធំធេងនោះទេគ្រាសញ្ញាថ្មីចង់ឲ្យយើងស្គាល់ព្រះដែលបានយាងចូលមកក្នុងយើងជាព្រះដែលគង់នៅក្នុងវិញ្ញាណរបស់យើងនិងមានបំណងប្រាថ្នាចង់រីករាលដាលទៅកាន់គ្រប់ផ្នែកខាងក្នុងនៃចិត្តរបស់យើងក្នុងប្រៀបធៀបខព្រះគម្ពីរអេផេសូជំពូក3ខ17ហេតុនេះយើងត្រូវតែស្គាល់ព្រះនៅក្នុងចិត្តរបស់យើងអំណានថ្ងៃនេះនៅក្នុង1យូហានជំពូក3ខ20យូហានមិនបាននិយាយថាព្រះធំជាងសកលលោកនោះទេប៉ុន្តែបាននិយាយថាព្រះធំជាងចិត្តរបស់យើងការសរសេរក្នុងខណៈពេលបង្ហាញថាការសរសេរក្នុងខណៈពេលនេះបង្ហាញថាការស្គាល់ព្រះរបស់យើងត្រូវតែជាការស្គាល់ខាងផ្នែកបទពិសោធន៍តើចិត្តរបស់បងប្អូនមានសេចក្តីសុខសាន្តដែរឬទេតើចិត្តរបស់បងប្អូនស្ងប់ឬទេមនុស្សខ្លះអាចនិយាយថាពួកគេស្គាល់ព្រះប៉ុន្តែពួកគេអាចស្គាល់ទ្រង់តាមសាសនាតាមវត្ថុវិស័យភាពយើងចាំបាច់ត្រូវតែស្គាល់ព្រះនៅក្នុងចិត្តរបស់យើងនៅក្នុងសព្បញ្ញៈរបស់យើងការស្គាល់ព្រះបែបនេះមានន័យថាព្រះដ៏អស្ចារ្យដ៏ខ្លាំងពូកែនិងឥតព្រំដែនត្រូវតែក្លាយជាការអនុវត្តជាក់ស្ដែងចំពោះយើងនៅក្នុងសព្បញ្ញៈរបស់យើងបើសព្បញ្ញៈរបស់យើងរំខានយើងនេះមានន័យថាព្រះដ៏មានព្រះក៏មានបញ្ហាជាមួយយើងដែរក្នុងជីវិតគ្រីស្ទានរបស់យើងក្នុងជីវិតគ្រីស្ទានរបស់ខ្ញុំច្រើនតែមានការងឿងឆ្ងល់ចំពោះរបៀបដែលព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះរាល់រឿងលំអិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងខ្លាំងឧទាហរណ៍បើខ្ញុំធ្វើច្រប់ដាក់ប្រពន្ធរបស់ខ្ញុំព្រះអង្គនឹងធ្វើឲ្យសបញ្ញៈរបស់ខ្ញុំមិនសប្បាយចិត្តបើខ្ញុំឆ្លោះប្រកែកជាមួយព្រះអង្គអំពីបញ្ហាបែបនេះព្រះដែលគង់នៅក្នុងសបញ្ញៈរបស់ខ្ញុំនឹងមិនយល់ព្រមជាមួយខ្ញុំទេនេះគឺជាឧទាហរណ៍ដែលបង្ហាញពីរបៀបបទពិសោធន៍ក្នុងការស្គាល់ព្រះក្នុងការផ្ដល់ឲ្យយើងស្គាល់ព្រះអង្គខាងផ្នែកបទពិសោធន៍ព្រះគឺតូចមិនមែនថាទ្រង់គ្មានព្រំដែននោះទេបងប្អូនប្រុសម្នាក់អាចឆ្លោះប្រកែកជាមួយព្រះព្រោះគាត់មិនយល់ព្រមនឹងការដែលទ្រង់ធ្វើឲ្យសបញ្ញៈរបស់គាត់មិនសប្បាយចិត្តអំពីរឿងខ្លះឧបមាថាបងប្អូននេះបានទូលទៅទ្រង់ថាហេតុអ្វីបានជាសបញ្ញៈរបស់ទូលបង្គំរំខានទូលបង្គំអំពីប្រពន្ធរបស់ទូលបង្គំនាងខុសទូលបង្គំត្រូវនាងជាអ្នកដែលបង្ករឿងហើយទូលបង្គំក៏បានព្យាយាមជៀសវាងការឆ្លោះប្រកែកគ្នារួចហើយដែរក្នុងស្ថានភាពបែបនេះហេតុអ្វីបានជាសបញ្ញៈរបស់ទូលបង្គំនៅតែមករំខានទូលបង្គំអំពីអារម្មណ៍របស់ទូលបង្គំមិនយុត្តិធម៌សោះប៉ុន្តែមិនថាបងប្អូននេះឆ្លោះប្រកែកជាមួយទ្រង់ប៉ុណ្ណានោះទេព្រះមិនកាត់សេចក្តីឲ្យខាងគាត់ឡើយរបៀប
ឲ្យយើងស្គាល់ព្រះនៅក្នុងគ្រាសញ្ញាថ្មីគឺជារបៀបដែលមានសបញ្ញៈផ្ទាល់ខ្លួនលំអិតនៅខាងបទពិសោធន៍របៀបនៃគ្រាសញ្ញាថ្មីគឺការស្គាល់ព្រះជាព្រះដែលគង់នៅក្នុងចិត្តរបស់យើងការស្គាល់ព្រះក្នុងផ្នែកបទពិសោធន៍បែបនេះពិតជាមានតម្លៃខ្លាំងណាស់ពេលខ្លះយើងអាចឆ្ងល់ថាក្នុងពេលដែលព្រះមានរឿងរាប់ពាន់លានដែលព្រះអង្គត្រូវថែរក្សាហេតុអ្វីបានជាព្រះត្រូវយកព្រះទ័យទុកដាក់លើរឿងលំអិតតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែរទោះបីជាព្រះគ្មានព្រំដែននិងខ្លាំងពូកែក៏ដោយក៏ព្រះអង្គយកព្រះទ័យទុកដាក់លើរឿងតូចតាចនៅក្នុងជីវិតរបស់យើងដែរឧទាហរណ៍ព្រះអង្គយកព្រះទ័យទុកដាក់លើឥរិយាបថខាងក្នុងដែលបងប្អូនប្រុសម្នាក់មានចំពោះប្រពន្ធរបស់គាត់ដែលជារឿងតូចតាចដល់ថ្នាក់ត្រូវពិនិត្យមើលវាដោយប្រើកែវពន្រីករបស់ព្រះមកសម្លឹងមើលទៅឃើញតែព្រះក៏យកព្រះទ័យទុកដាក់លើរឿងបែបនេះពិតប្រាកដដែរឲ្យយើងដឹងថាព្រះយកព្រះទ័យទុកដាក់លើរឿងនេះពីព្រោះសបញ្ញៈរបស់យើងនាំយករឿងទាំងនេះមករំខានយើងរាល់ពេលដែលសបញ្ញៈរបស់យើងមិនស្អប់យើងក៏ដឹងថាយើងត្រូវយកចិត្តទុកដាក់លើអារម្មណ៍ដែលស្អិតនៅក្នុងសបញ្ញៈរបស់យើងដែលតំណាងឲ្យការគ្រប់គ្រងរបស់ព្រះនេះគឺជារបៀបឲ្យយើងស្គាល់ព្រះក្នុងរឿងតូចតាចមិនមែនក្នុងរឿងធំនោះទេការស្គាល់ព្រះតាមរបៀបនេះគឺជាការស្គាល់ក្នុងផ្នែកបទពិសោធន៍និងក្នុងការអនុវត្តជាក់ស្ដែង